ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបចុះឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងវគ្គបណ្តុះបណ្តាលចំពោះលោកគ្រូអ្នកគ្រូដែលមិនដែលចុះវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលគឺលោកគ្រូអ្នកគ្រូត្រូវចុះឈ្មោះនៅក្នុងប្រព័ន្ធជាមុនសិនដំបូងចូលទៅកាន់ថ្នាលបឋមបន្ទាប់មកជ្រើសរើសយកអនុវិស័យបឋមសិក្សាជ្រើសរើសយកគ្រូបង្រៀនជ្រើសរើសយកថ្នាលគ្រប់គ្រងវគ្គបណ្តុះបណ្តាលមកដល់ចំណុចនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតបើសិនជាលោកគ្រូអ្នកគ្រូមិនដែលចុះវត្តមានតរិសោះនៅក្នុងប្រព័ន្ធគ្រប់គ្រងវគ្គបណ្តុះបណ្តាលគឺលោកគ្រូអ្នកគ្រូមិនតម្រូវឲ្យវាលេខទូរស័ព្ទហើយវាលេខ4ខ្ទង់ចុងក្រោយនៃលេខទូរស័ព្ទចូលប្រព័ន្ធតែម្ដងទេមិនតម្រូវទេគឺតម្រូវឲ្យលោកគ្រូចុះឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងវគ្គបណ្តុះបណ្តាលជាមុនសិនអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវចុះឈ្មោះឥឡូវនេះបាទដើម្បីចុះឈ្មោះគណនីគឺមាន4ចំណុចដែលលោកគ្រូអ្នកគ្រូត្រូវបំពេញព័ត៌មានទី1ប្រភេទទី2កន្លែងធ្វើការទី3ព័ត៌មានទី4ហត្ថលេខាអញ្ចឹងប្រភេទលោកគ្រូអូសមកខាងក្រោមមកថាលោកគ្រូកំពុងតែបម្រើការនៅក្រសួងនៅសាលាគ្រូសលមន្ទីរអប់រំខេត្តការិយាល័យក្រុងស្រុកខណ្ឌឬក៏ផ្នែកសាលាឬក៏អង្គការក្រៅរដ្ឋាភិបាលអញ្ចឹងកន្លែងនេះខ្ញុំចូលជាឧទាហរណ៍បាទខ្ញុំជ្រើសរើសផ្នែកសាលាហើយយើងចុចពាក្យបន្ទាប់មកដល់ចំណុចនេះគឺយើងបំពេញព័ត៌មានទូនាទីរបស់យើងលោកគ្រូចុចកន្លែងនេះមកបាទលោកគ្រូជានាយកនាយិកាឬក៏ជាគ្រូកិច្ចសន្យាឬក៏ជាលេខាឬក៏ជាបណ្ឌិតលោកគ្រូអាចជ្រើសរើសបានអញ្ចឹងខ្ញុំជ្រើសរើសនាយកហើយយើងចុចពាក្យបញ្ជាក់ខាងក្រោមបន្ទាប់មកយើងជ្រើសរើសរាជធានីខេត្តបាទលោកគ្រូមកពីខេត្តណាចុចខេត្តហ្នឹងទៅបាទខ្ញុំរើសកំពង់ធំហើយចុចបញ្ជាក់ខ្ញុំរើសស្រុកបាទភាសាបារាំងបញ្ជាក់បាទហើយកម្រងបាទសាលាវិស័យហើយឃុំសាលាវិស័យភូមិសាលាវិស័យហើយចុចបញ្ជាក់អញ្ចឹងកន្លែងនេះសម្រាប់ព័ត៌មានបន្ថែមបើសិនជាលោកគ្រូមិនមានទេក៏មិនចាំបាច់ក៏បានដែរបន្ទាប់មកលោកគ្រូចុចបន្ទាប់ចុចបន្ទាប់ហើយយើងមកដល់កន្លែងព័ត៌មានបន្តខ្លួនលោកគ្រូអាចដាក់រូបថតចូលឬមិនបាច់ដាក់ក៏បានដែរបន្ទាប់មកលោកគ្រូវាឈ្មោះខ្មែរពេញបាទហើយអក្សរឡាតាំងបាទភេទហើយលេខទូរស័ព្ទរបស់យើងបញ្ជាក់លោកគ្រូលេខទូរស័ព្ទនេះគឺជាលេខទូរស័ព្ទរបស់យើងដែលយើងកំពុងប្រើទូរស័ព្ទមួយនេះហើយនៅពេលដែលយើងដាក់លេខទូរស័ព្ទនឹងចូលហើយនៅពេលដែលយើងចុះឈ្មោះដើម្បីចុះវត្តមានគឺយើងត្រូវប្រើលេខទូរស័ព្ទហ្នឹងបាទមិនអាចចុះឈ្មោះលេខទូរស័ព្ទនេះនៅពេលដែលចូលប្រព័ន្ធហ្នឹងប្រើលេខទូរស័ព្ទផ្សេងបានទេអញ្ចឹងគ្រូវាយចូលមកហើយចុចពាក្យបន្ទាប់បាទចំណុចនេះគឺជាព័ត៌មានចុងក្រោយដែលយើងត្រូវធ្វើគឺហត្ថលេខារបស់លោកគ្រូអញ្ចឹងលោកគ្រូចុចបញ្ចូលហត្ថលេខាហ្នឹងមកយើងមានជម្រើស3អាចជ្រើសរើសជា file បាទជារូបភាពដែលមាននៅក្នុងទូរស័ព្ទនៅខាងលើហើយកណ្ដាលយើងអាចថតរូបភ្លាមខ្ញុំឧទាហរណ៍ថាខ្ញុំយកកណ្ដាលហើយខ្ញុំថតរូបបន្ទាប់មកយើងចុចពាក្យ use photo ជាទូទៅថតបែបហ្នឹងគឺអត់បានទេដោយសារតែរូបថតមានទំហំធំអញ្ចឹងកន្លែងនេះលោកគ្រូថតឲ្យហើយលោកគ្រូ screenshot វាដើម្បីឲ្យមេវាមានទំហំទូចដើម្បីរូបភាពហ្នឹងមានទំហំទូចទើបយើង upload ចូលអញ្ចឹងលោកគ្រូចុចម្ដងទៀតមកបញ្ចូលហត្ថលេខាហើយយើងជ្រើសរើសទី1រូបភាពដែលយើងមានស្រាប់អញ្ចឹងយើង upload ចូលខ្ញុំឧទាហរណ៍ថាផែនទីនេះជាហត្ថលេខារបស់ខ្ញុំអញ្ចឹងចុច text មកបាទអញ្ចឹងជាការស្រេចយើងបញ្ចូលហត្ថលេខាជាការស្រេចអញ្ចឹងយើងចុចពាក្យចុះឈ្មោះបាទចុចពាក្យចុះឈ្មោះមកបាទអញ្ចឹងព័ត៌មានដោយសារតែខ្ញុំធ្លាប់ចុះឈ្មោះហើយអញ្ចឹងហាក់ដូចជាកែប្រែព័ត៌មានប៉ុន្តែបើលោកគ្រូមិនអាចចុះឈ្មោះទេគឺចុចតែប៉ុណ្្នឹងមកគឺការចុះឈ្មោះជោគជ័យហើយអញ្ចឹងមកដល់វានឹងបង្ហាញកន្លែងនេះនៅពេលដែលយើងចុះឈ្មោះហើយគឺយើងតម្រូវវាលេខទូរស័ព្ទមិញហ្នឹងហើយវាលេខ4ខ្ទង់ចុងក្រោយដើម្បីចូលទៅក្នុងប្រព័ន្ធប៉ុន្តែកន្លែងនេះគឺលោកគ្រូចុចភ្ជាប់ជាមួយនឹង Telegram ដូចនៅក្នុងវីដេអូមួយទៀតដើម្បីធានាសុវត្ថិភាពហើយលោកគ្រូអាចចូលទៅដល់វគ្គសិក្សាអាចចុះវត្តមានបានអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងបាទអរគុណ